សិល្បៈបរិស្ថាននិងនវានុវត្តន៍ទាំងអស់នេះនឹងមកប្រមូលផ្តុំគ្នានៅក្នុងពិព័រណ៍សិល្បៈភពផែនដីដែលលើកស្ទួយភាពច្នៃប្រឌិតជាមួយនឹងកំណត់ប្រកបដោយចីរភាពជាមួយគ្នាដែរក្រុមហ៊ុនស្មារតីអាស៊ីតាបានសម្ពោធជាផ្លូវការនៅរបាយការណ៍ចីរភាពទី10របស់ខ្លួនរបាយការណ៍នេះបង្ហាញដំណាភាពអំពីផលប៉ះពាល់របស់ជីវកម្មរបស់ពួកគេមកលើមនុស្សនិងភពផែនដីអរគុណ Smart មែនតើដែលគាត់បានផ្ដល់ឱកាសឲ្យខាងក្រុមម្ដុំឆ្នៃបានមកតាំងបង្ហាញផលិតផលយើងអញ្ចឹងណាហើយខ្ញុំគិតថាវាមានសារៈប្រយោជន៍សម្រាប់ខ្ញុំដែរដើម្បីឲ្យខ្ញុំនឹងបានឃើញផលិតផលថ្មីដែលគាត់រួមចំណែកក្នុងការការពារបរិស្ថានបើយើងកលេចមើលផលិតផលខ្ញុំនៅលើវាសុទ្ធតែជាផលិតផលដែលឆ្នៃធ្វើពីស្ពាន់កាកសំណល់វិញយើងអាចយកស្ពាន់ដែលចេញពីខ្សែភ្លើងចាស់ៗហ្នឹងណាយើងយកមកប្រើប្រាស់សាឡើងវិញបានស្ពាន់បែបនេះគឺយើងប្រើប្រាស់បានរាប់ឆ្នាំវាអត់ពិបាកងាយបាក់បែកអីទេយ៉ាងច្រើនឬក៏ប៉ិតឬអីដែលយើងអាចយកមកជួសជុលប្រើសារឡើងវិញបានខ្ញុំបានទទួលឱកាសទទួលបានជាការងារហាត់ការនៅស្មារតីអាស៊ីតាហើយការងារហាត់ការនឹងដែរគឺបានជួយជំរុញនឹងខ្ញុំឲ្យស្វែងយល់ពីការធ្វើការងារផ្ទាល់នៅក្នុងសង្គមតែព័ន្ធជាមួយនឹងចីរភាពហើយជាក់ស្ដែងការសម្ពោធរបាយការណ៍ចីរភាពទី10នេះគឺជាសមិទ្ធផលរបស់ស្មារតីអាស៊ីតាក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុនស្មារតីអាស៊ីតាទាំងអស់ដែលបានធ្វើឡើងSo what we noticed and why we wanted to create this event together is because there's not really any large-scale events about sustainability in Cambodia right now. Having this in the same space as a report launch is important so that people can understand what is sustainability. The way that we approach it, is through arts, but what is it actually? Is it how much we recycle? Is it the way that we, interact digitally? Is it how we protect and safeguard? So I think the report gives a lot of tangible examples of how we can engage in sustainability. គ្រប់គ្នាសិតតែចង់បានអាជីវកម្មមួយដែលនាំឲ្យមានការផ្លាស់ប្ដូរហើយការធ្វើរបាយការណ៍របស់ក្រុមហ៊ុនអំពីបរិស្ថានសង្គមនិងអភិបាលកិច្ចពិតជាចាំបាច់ហើយវាជាបទដ្ឋានទូទៅមួយរបស់សកលលោកទៅហើយដូចនេះក្រុមហ៊ុនផ្សេងៗទៀតគួរតែចាប់ផ្ដើមអនុវត្ត Smart ជីវិតរស់រវើក